ទីផ្សារមាសនៅថ្ងៃពុធទី26ខែ3សម្រាប់ទីផ្សារមាសកាលពីម្សិលមិញទីផ្សារបានឡើងដល់តម្លៃ3036ហើយបានចុះមកវិញហើយសម្រាប់តម្លៃបច្ចុប្បន្ននេះគឺ3019សម្រាប់ទីផ្សារមាសកាលពីម្សិលមិញបើសិនជាទីផ្សារមាសឡើងទៅធ្លាយតម្លៃ resistance 3033នេះគឺទីផ្សារឲ្យសញ្ញាបដូរពីលំហូរចុះទៅជាលំហូរឡើងវិញក៏ប៉ុន្តែនៅពេលដែលទីផ្សារឡើងទៅដែរទីផ្សារបានបន្សល់សមោបន្សល់ shadow ហើយទីផ្សារបានចុះមកវិញដល់តម្លៃ3018វិញអញ្ចឹងសម្រាប់លំហូរបើយើងមើលពីលំហូរទីផ្សារមាសសម្រាប់លំហូរនៅតែជាលំហូរចុះនៅឡើយទេយើងមើលទៅលើ30នាទីអញ្ចឹងសម្រាប់មាសភាគរយចុះគឺនៅតែមានច្រើនអញ្ចឹងសម្រាប់ថ្ងៃពុធនេះដែរទីផ្សារមាសអាចចុះមកក្រោមមករកតម្លៃ3002ឬក៏អាចធ្លាយ support ក្រោមនេះមករកតម្លៃ2990ដើម្បីបង្កើតឡូថ្មីទីផ្សារមាសដើម្បីចុះមកដើម្បីបង្កើតឡូថ្មីអញ្ចឹងសម្រាប់ sell យើងអាច sell ចំណេញវែងតិចមកឬក៏ឆ្ងាយតិចមកហើយសម្រាប់ buy យើងអាច buy ចំណេញខ្លីៗសម្រាប់ការ buy យើងគួរតែកំណត់ SL ឲ្យបានច្បាស់លាស់ដោយសារតែតម្លៃមាសបច្ចុប្បន្ននេះគឺនៅតម្លៃ3019នេះគឺនៅតែតម្លៃខ្ពស់នៅឡើយទេអញ្ចឹងមាសបើសិនជាចុះមកអាចចុះមកច្រើនអញ្ចឹងរាល់ការបាយយើងគួរតែដាក់ SL ឲ្យបានច្បាស់លាស់សម្រាប់ទីផ្សារមាសហើយបើ sell យើងអាចបើសិនជាយើង sell ខុសទីផ្សារឡើងទៅលើយើងអាច sell ថែមទៀតហើយភាគរយមាសចុះមកវិញអាចមានច្រើនអញ្ចឹងក្នុងថ្ងៃពុធនេះដែរយើងអាចរកឱកាសចូល sell បានសម្រាប់តម្លៃបច្ចុប្បន្ននេះមាសចុះពីតម្លៃ3026 27មករៀងច្រើនអញ្ចឹងយើងរងចាំនៅពេលដែលបកទីផ្សារមាសបកទៅលើវិញយើងអាចចូល sell បានហើយអញ្ចឹងសម្រាប់តម្លៃ sell យើងអាច sell បាននៅតម្លៃ3026 3031ហើយតម្លៃដែលល្អគឺ support កាលពីម្សិលមិញ high កាលពីម្សិលមិញនោះគឺតម្លៃ3035តម្លៃនេះបើយើង sell ភាគរយចំណេញគឺមានច្រើនយើងអាចដាក់ sell limit បានសម្រាប់ទីផ្សារមាសហើយចំណែកឯតម្លៃ buy បច្ចុប្បន្ននេះគឺ3019នេះយើងអាច buy បានក៏ប៉ុន្តែយើងគួរដាក់ SL នៅក្រោមនឹងឯទៅយើងគួរតែកំណត់ SL បានច្បាស់លាស់ហើយ TP យើងអាចចំណេញបានល្មមអីកាត់បានហើយ3លេខឬក៏5លេខអីអាចកាត់បានដែរសម្រាប់ TP យើងអាចយកចំណេញវែងបានទេដោយសារតែមាសបើសិនជាចុះអាចចុះច្រើនហើយយើងអាចបាយបានទៀតនៅតម្លៃអញ្ចឹងបើមាសបន្តចុះមកក្រោមទៀតយើងអាចបាយបានទៀតនៅតម្លៃ3013តម្លៃ3007ចំណែកឯតម្លៃដែលបាយល្អគឺនៅតម្លៃ3000ហើយបើសិនជាទីផ្សារមាសចុះមកធ្លាយតម្លៃ3000យើងអាចដាក់ buy limit 2ទៅគឺនៅតម្លៃ3000និង2990តម្លៃ2នេះគឺ buy ល្អសម្រាប់ទីផ្សារមាសចំណែកឯព័ត៌មាននៅថ្ងៃពុធនេះដែរគឺក៏អត់សូវមានព័ត៌មានច្រើនដែរមានតែពណ៌ទឹកក្រូចនិងពណ៌លឿងពណ៌ដែលធ្វើឲ្យមានការប្រែប្រួលនៃជុំអញ្ចឹងនៅថ្ងៃស្អែកមានព័ត៌មាន final GDP អញ្ចឹងពណ៌ក្រហមនេះអាចធ្វើមានការប្រែប្រួលគួរសមសម្រាប់បងប្អូនដែលចង់មក account trade នៅ Blackbird អាចឆាតតាម Telegram 016 87 95 11